អ្នកនរគ្នាថ្ងៃនេះយើងនិយាយអំពីការរៀបឥដ្ឋ20ដំបូងយើងចាក់ទឹកសម្អាតនៅត្រង់កន្លែងដែលយើងរៀបហើយយើងចាក់ទឹកកំបោរប្រេងពីលើម្ដងទៀតដើម្បីភ្ជាប់បាយអរបស់យើងទៅនឹងប្លង់សេឬក៏ធ្នឹមជាដើមចំពោះការត្រាស់សេនិងប្រយោលខ្ញុំបានលម្អិតអំពីវីដេអូមុនហើយការងារបន្ទាប់ត្រូវរៀបឥដ្ឋតាន់ខាងក្រោមពីជួរយ៉ាងតិចបៀកកំបោរប្រេងជាប់នឹងសសរមួយជួរចំពោះការបៀកនេះគឺយើងមិនត្រូវបៀកវែងពេកនោះទេពីព្រោះតែវាអាចឆេះឬក៏កករឹងមុនពេលដែលយើងរៀបទៅដល់រៀបឥដ្ឋជញ្ជាំងបាន3ជួរឬក៏5ជួរយើងកើឥដ្ឋតាន់ម្ដងចំពោះការកើនេះគឺយើងអាចកើវាជាឥដ្ឋតាន់និងឥដ្ឋប្រហោងប៉ុន្តែឥដ្ឋប្រហោងអាចហានិភ័យច្រើនពីព្រោះតែជញ្ជាំងយើងអាចងាយនឹងជ្រាបទឹកអញ្ចឹងយើងរៀបឥដ្ឋតាន់ល្អជាងអញ្ចឹងណាបាទជុំវិញទ្វារនិងបង្អួចយើងត្រូវតែរៀបឥដ្ឋតាន់ដើម្បីវាផ្ដល់ភាពរឹងមាំទៅដល់ទ្វារនិងបង្អួចផងដែរចំពោះឡាំងតូគឺយើងស្វែងដាក់ដែកចូលទៅនឹងសសរចំនួន4ដើមដែលមានប្រវែង3តឹកកន្លះហើយចំពោះទំហំធ្នឹមឡាំងតូគឺអាស្រ័យទៅលើការងារយើងជាក់ស្ដែងឧទាហរណ៍180មីលីម៉ែត្រគុណនឹង180មីលីម៉ែត្រថែកដែកពុំនិងនីវ៉ូបាតពុំឲ្យបានត្រឹមត្រូវរួចរាល់ទៅតាមប្លង់រួចសិមចាក់បេតុងបន្ទាប់ពីយើងចាក់បានមួយថ្ងៃអាចដោះពុំចំហៀងបានដោយទុកតែពុំបាតនៅចន្លោះទ្វារនិងបង្អួចតែប៉ុណ្ណោះរៀបឥដ្ឋនៅលើធ្នឹមឡាំងតូបន្តទៀតរហូតទៅដល់បាតធ្នឹមឬក៏បាតស្លែបប៉ុន្តែកុំភ្លេចផ្សារបាតធ្នឹមឬក៏បាតស្លែបរួចបៀកកំបោរប្រេងហើយនឹងរៀបឥដ្ឋតាន់ដែលមានមុំ45ដឺក្រេជួបគ្នានៅវីដេអូក្រោយអរគុណច្រើន